ខុងជឺបានបរៀនថាមនុស្សដែលអាចយកឈ្នះខ្លួនឯងបានគឺខ្លាំងជាងមនុស្សដែលយកឈ្នះអ្នកដទៃកំហឹងមិនមែនជាសញ្ញានៃកម្លាំងទេការគ្រប់គ្រងវាទើបជាកម្លាំងពិតប្រាកដនៅពេលអ្នកខឹងកុំប្រញាប់ឆ្លើយតបពាក្យមួយម៉ាត់ដែលនិយាយក្នុងពេលកំហឹងអាចបំផ្លាញទំនាក់ទំនងដែលបានកសាងអស់ជាច្រើនឆ្នាំខុងជឺជឿថាមនុស្សមានប្រាជ្ញាមិនអនុញ្ញាតឲ្យអារម្មណ៍គ្រប់គ្រងការសម្រេចចិត្តរបស់ខ្លួនទេពួកគេស្ដាប់មុនគិតមុនហើយទើបនិយាយសួរខ្លួនឯងថាតើរឿងនេះនឹងនៅមានន័យមួយឆ្នាំទៀតទេបើចម្លើយគឺមិនទេហេតុអ្វីត្រូវចំណាយសន្តិភាពក្នុងចិត្តលើវាមនុស្សដែលធ្វើឲ្យអ្នកខឹងមិនមែនជាអ្នកគ្រប់គ្រងជីវិតអ្នកទេប៉ុន្តែបើអ្នកមិនអាចគ្រប់គ្រងកំហឹងរបស់ខ្លួនបាននោះអ្នកបានប្រគល់ការគ្រប់គ្រងទៅឲ្យគេហើយអ្នកប្រាជ្ញប៉ិនប្រកែកដើម្បីឈ្នះគ្រប់ពេលទេពួកគេជ្រើសរើសសន្តិភាពជាជាងការឈ្នះដែលគ្មានន័យកំហឹងភាគច្រើនកើតចេញពីការរំពឹងទុកយើងចង់ឲ្យអ្នកដទៃគិតដូចយើងធ្វើដូចយើងប៉ុន្តែមនុស្សគ្រប់រូបមានផ្លូវរបស់ខ្លួនបើអ្នកមិនអាចផ្លាស់ប្ដូររឿងមួយបានចូលកុំឲ្យវាបំផ្លាញភាពស្ងប់ស្ងាត់របស់អ្នក